សួស្តីបងប្អូនទាំងអស់គ្នាបាទសម្រាប់រាសីឆ្នាំរកានៅក្នុងខែធ្នូនេះបាទសម្រាប់បងប្អូនដែលជាបុគ្គលិកបម្រើការតាមក្រុមហ៊ុនស្ថាប័នអង្គភាពនានាបាទនៅក្នុងខែនេះនឹងទទួលបានប្រជាប្រិយភាពគេឈ្មោះបាទគេអាណិតគេស្រឡាញ់គេចូលចិត្តព្រមទាំងទទួលបានការជួយឧបត្ថម្ភគាំទ្របាទន័យថាពេលមានបញ្ហាគេជួយណាអញ្ចឹងធ្វើម៉េចបាទរៀនចរចារៀនបញ្ចុះបញ្ចូលរៀនធ្វើបទបង្ហាញសុទ្ធតែជាជំនាញល្អដែលយើងអាចប្រើបាទអានេះប្រើបានមួយជីវិតណានៅក្នុងការរកចំណូលបន្ថែមអ្នកខ្លះគាត់ថាខ្ញុំអត់ចេះនិយាយអ្នកខ្លះគាត់ថាខ្ញុំអត់ចេះធ្វើបទបង្ហាញទេរៀនអត់មានណាកើតមកចេះទេអត់មានកើតពីកូនងាមកបកាយនិយាយបកាយបញ្ចុះបញ្ចូលអត់មានទេតែគេរៀនហើយរៀនមិនមែនចាំបាច់ថាត្រូវតែទៅសាលារៀនចុះឈ្មោះចូលរៀនបាទកន្លែងណាក៏យើងអាចរៀនបានដែរទីណាក៏ជាបាទទីកន្លែងដែលយើងអាចស្រូបយកចំណេះដឹងបានដែរសំខាន់តើខ្លួនយើងនេះដាក់ចិត្តរៀនសូត្រលួចចំណេះលួចសង្កេតពីមនុស្សជុំវិញខ្លួនយើងពីអ្នកបកាយជាងយើងពីអ្នកធ្វើបានល្អដែរឬទេបើយើងចាំតែអង្គុយរៀនជាផ្លូវការហ្នឹងអត់ទៅមុខទេប៉ុន្តែបើយើងព្យាយាមបន្តអភិវឌ្ឍខ្លួនរៀនសូត្រយើងចង់រៀនអីក៏បានដែរបាទដោយឡែកសម្រាប់បងប្អូនដែលកើតឆ្នាំរកាបាទប៉ុន្តែជាអាជីវករជាអ្នករកស៊ីជាសហគ្រិនម្ចាស់អាជីវកម្មធំទាំងតូចទាំងធំណារកស៊ីខ្លួនឯងក៏ដោយមានកូនចៅក៏ដោយមានបុគ្គលិក10 20នាក់ក៏ដោយមាន50 60នាក់ក៏ដោយ100នាក់ក៏ដោយបាទទៅទាំងអស់គ្នាបាទដូចគ្នាក្រុមតែមួយគេហៅអ្នករកស៊ីណាអញ្ចឹងនៅក្នុងខែធ្នូនេះបាទចំណូលកើនឡើងណាចំណូលកើនឡើងគួរឲ្យកត់សម្គាល់អតិថិជនចូលចិត្តអាណិតស្រឡាញ់របស់យើងអញ្ចឹងធ្វើម៉េចបង្កើនគេឈ្មោះបាទបង្កើនគេឈ្មោះបង្កើនម៉ាកបាទបង្កើនម៉ាកបង្កើនប្រសិទ្ធភាពសេវាកម្មបាទបង្កើនបាទប្រសិទ្ធភាពនៅក្នុងការរៀបចំប្រតិបត្តិការអាជីវកម្មរបស់យើងអាហ្នឹងសុទ្ធតែកលឹះតូចបាទដែលយើងអាចធ្វើបានហើយនៅពេលដែលយើងធ្វើកិច្ចការទាំងអស់ហ្នឹងបានអាជីវកម្មរបស់យើងនឹងកាន់តែប្រសើរបាទរីកចម្រើនទៅមុខបានលុយបានកាក់បាទជាចុងក្រោយកុំភ្លេចបងប្អូនអាច join group Telegram ដែលខ្ញុំដាក់ជូននេះនៅក្រោម profile TikTok នេះដែលនៅក្នុង group នោះទី1ខ្ញុំមានផ្ដល់ជូនទាក់ទងជាមួយនឹងកលឹះល្អរបស់ហុងស៊ុយប្រចាំថ្ងៃបាទទី2បងប្អូនអាចទាញយកសិភៅដែលនិយាយអំពីការព្យាករណ៍រាសីរបស់សត្វទាំង12នៅក្នុងខែធ្នូនេះដែលមានព័ត៌មានច្រើនជាងអ្វីដែលខ្ញុំនិយាយបាទណាទី3កុំភ្លេច like បាទ follow account ទាំងពីរទាំង TikTok ទាំង Facebook ហើយបាទកុំភ្លេច like share វីដេអូនេះជួបគ្នានៅវីដេអូបន្តទៀតបាទសូមអរគុណ